នៅវេលាម៉ោង 13 រសៀលថ្ងៃទី 25 ខែមិថុនាឆ្នាំ 2026 គណៈប្រតិភូជនខ្ពស់កម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែមិថុនាឆ្នាំ 2026 តបតាមការអញ្ជើញរបស់បកកុម្មុយនីសចិនអញ្ជើញទទួលបដិសណ្ឋារកិច្ចសម្ដេចតេជោនិងគណៈប្រតិភូដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរួមមានឯកឧត្តមលូហៃស៊ីងរដ្ឋមន្ត្រីនៃគណៈតាក់ទងការបរទេសរបស់គណៈកម្មការកណ្ដាលនៃបកកុម្មុយនីសចិនឯកឧត្តមឈិនស៊ូអនុរដ្ឋមន្ត្រីនៃគណៈតាក់ទងការបរទេសរបស់គណៈកម្មការកណ្ដាលនៃបកកុម្មុយនីសចិននិងលោកជំទាវសឿងរតចាវីឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិននិងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតសូមបញ្ជាក់ថាសមាជិកភាពគណៈប្រតិភូអមដំណើរសម្ដេចតេជោក្នុងទស្សនកិច្ចនេះរួមមានសម្ដេចពិជ័យសេនាធាបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណៈបកនិងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិបញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាលនៅក្នុងឱកាសនៃទស្សនកិច្ចខាងលើនេះសម្ដេចតេជោនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមស៊ីជីនពីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិននិងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីនៃក្រមប្រឹក្សារដ្ឋចិននិងឯកឧត្តមចៅលើជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទន្ទឹមនឹងនេះសម្ដេចតេជោក៏នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅសាធារណរដ្ឋប្រជាមានិតចិនសបញ្ជាក់អំពីការបដិញ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដៃថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្ដៅកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែជោគជ័យបន្ថែមទៀត